ឥឡូវយើងលេងជាមួយនឹងម្ទេសហុយខ្លះសិនម្ទេសហុយមិនដាក់ច្រើនទេដាក់តែមួយស្លាបព្រាបានហើយពូអត់ដែលធ្លាប់ហូបយើងដាក់ច្រើនពេកទៅហូបអត់កើតអញ្ចឹងណាបើសិនជាសម្រាប់ម្ទេសគឺអាសាច់នេះយើងហូបច្រើនអីទេចូលចិត្តចាំមើលតារសជាតិយ៉ាងម៉េចពូអត់ដែលធ្លាប់ហូបទេលើកទី1ធ្លាប់តែហូបស្លខ្មែរស្លការីអញ្ចឹងទៅដល់ពេលនេះគឺទឹកម្ហិចនេះសាកមនុយថ្មីនៅមកចុកទឹកម្ហិចអត់ដែលធ្លាប់ហូបទេលើកទី1ហើយនេះធ្លាប់តែហូបនំចុកស្លខ្មែរស្លការីឥឡូវដាក់ទឹកម្ហិចម្ដងមើលថាវាយ៉ាងម៉េចល្បីនៅកពតឥឡូវមាននៅពេញមាននៅសៀមរាបនិយាយទៅមានគ្រប់ខេត្តក្រុងអស់ហើយឥឡូវគេមានអស់ហើយអញ្ចឹងអត់ដែលធ្លាប់ហូបលើកទី1យើងសាក់មើលសិនអត់នេះត្រីគេទេបងប្អូនដែលដឹងជួយខមមិនប្រាប់ផងត្រីកំងតែមកកូនចានត្រង់នៅសួនពួកបតុមយើងនេះម៉ោងប៉ុណ្ណេះពងពេញបងប្អូនយើងមកញ៉ាំរត់លេងហាត់ប្រាណទៅអីហ្នឹងញ៉ាំជូនបងប្អូនដែលសំពោខ្ញុំហូបនំចោលទឹកម្ហិចឥឡូវខ្ញុំហូបហើយរសជាតិមួយបែបមកទេគេដាក់ឲ្យមួយចានហ៎ហូបអស់ថែមទៀតអែមនេះដល់កងមានបងប្អូនយើងខ្លះខមមិនមកថាចូលយើងថាគេខមមិនថាហូបដើម្បី view ប៉ុន្តែអ្នកខមមិនហ្នឹងប្រហែលជាគាត់ចេះញ៉ាំម្ទេសទេអ្នកដែលចេះញ៉ាំម្ទេសបានយកអារម្មណ៍ថាហូបទៅតែមានម្ទេសបានឆ្ងាញ់ទោះតិចឬច្រើនតែបើពួកខ្ញុំហូបធម្មតាក៏10គ្រាប់ឡើងដែរបើ challenge នេះខ្ញុំហូប100គ្រាប់បានអញ្ចឹងអារម្មណ៍អ្នកដែលចូលចិត្តម្ទេសអត់ដូចតែខ្ញុំនិយាយខាងលើអញ្ចឹងសម្រាប់អ្នកអត់ចូលចិត្តម្ទេសគឺគាត់ថាខ្ញុំចង់ហូបទៅបាន view បានអីអញ្ចឹងណាតាមពិតអារម្មណ៍អ្នកដែលស្រឡាញ់ចូលចិត្តនិយាយទៅអ្នកដែលចូលចិត្តហូបម្ទេសហិលឆ្ងាញ់มันយកអារម្មណ៍ថាអត់ម្ទេសគឺអត់ឆ្ងាញ់ទេតោះតែមានម្ទេសมันឆ្ងាញ់ហើយខ្ញុំតាអូឃើញនំចុកគឺឃ្លានហើយខ្ញុំមកទុកទេវត្តបតុមនឹងឯងទាញម៉ូតូទៅម្នាក់ឯងហើយអាចចាំបាច់ណាជូនទៅទេសម្រាប់បងប្អូនដែលឯកាអបសុកអីចឹងណាថ្ងៃសម្រាប់អីពីការងារអាចទៅលេងបានវត្តបតុមយើងនេះមានលក់ច្រើនណាស់នំចុកណាបងប្អូនអរគុណច្រើនបាយបាយ